video ní admin trong rầm lực tích của video ní cứ admin trong ở xa thưa rầm lực mối để quát pra mà sân cắt ô tô á mà sân cắtประเภทไอ้cái đòi modelไอ้cái đói cứประหยัดជាងគេគឺពេល print ហើយខ្ញុំបើកឧទាហរណ៍មួយចុះឧទាហរណ៍នេះមិនមែន file sticker សម្រាប់កាត់ទេក៏ប៉ុន្តែនេះពេលយើង print វាមានកន្លែងនេះអានេះ Epson print តាមម៉ាស៊ីន Epson ណាហើយ print ជាមួយ PDF យើងកុំរើសយក fit ហ្នឹងតែរើសយក fit ហ្នឹងដាក់ម៉ាស៊ីនកាត់គឺម៉ាស៊ីនកាត់ scan អត់ស្គាល់ទេទោះជាវា scan ស្គាល់ក៏កាត់អត់ត្រូវទំហំវាដែរដោយសារអីបើសិនជាទំហំกระดาษយើង A4 យើងដាក់ fit ហ្នឹងគឺ printer យើងវា auto បរិចឬក៏បរួមឲ្យវាត្រូវជាមួយនឹងกระดาษរបស់វាអញ្ចឹងពេលយើង print យើងអត់ដាក់អាហ្នឹងទេនៅពេលយើង print ជាមួយ sticker ដើម្បីយកទៅកាត់ជាមួយម៉ាស៊ីនកាត់តាមរាង auto ព្រោះដាក់ fit ក៏អត់ត្រូវដាក់ string oversize page ក៏អត់ត្រូវដែរដាក់កន្លែងណាក៏អត់ត្រូវដែរកន្លែងនេះអាចត្រូវដាក់ 100% ក៏ប៉ុន្តែអ្វីដែលស្រួលត្រូវជាងគេគឺយកកន្លែង setting ដែលត្រូវជាងគេគឺ actual size អញ្ចឹងមានន័យថា file យើង A4 ឬក៏ A3 យើងយក actual size មកគឺវា print ទៅតាម file ដែលយើងធ្វើមកពីនាយហើយអញ្ចឹងកុំយកកន្លែងផ្សេងតែមិនអញ្ចឹង print ខុសហើយឥឡូវនេះ Epson ឥឡូវឧទាហរណ៍មួយទៀតគឺឧទាហរណ៍ថា Canon ចុះ Canon អានេះ PDF Adobe PDF ហ្នឹងវាដាក់ដូចគ្នា actual size ហ្នឹងហើយយើងត្រូវ check មើលខាងក្នុងមួយទៀតនេះ driver វារើស size ឲ្យត្រូវឧទាហរណ៍ size យើង A4 អញ្ចឹងយើងត្រូវ A4 ហើយអាប្រភេទ graph print quality ហ្នឹងរើសតាមចិត្តយើងទៅដែលយើងចង់បានហើយកន្លែងមួយទៀតហ្នឹងគឺ page setup ឃើញទេក្នុងម៉ាស៊ីន print Canon ហ្នឹងក្នុងកន្លែងនេះវាមានដាក់ថាវាគូស tick auto ឲ្យយើងហ្មង automatically reuse slide document that the printer cannot output កន្លែងហ្នឹងក៏ត្រូវដកចេញដែរអត់យកអាហ្នឹងទេអញ្ចឹងក្នុង driver វាហ្នឹងគឺពេលយើង print ចូលមើលកន្លែងហ្នឹងត្រូវដក tick ចេញកុំដាក់ tick វាហើយរើស size ឲ្យត្រូវ printer paper size យើងធ្វើ file size អីយើងរើស size ហ្នឹងហើយកន្លែង setting ផ្សេងៗគឺតាមធម្មតាទៅយើងរើសតាមធម្មតាសំខាន់ជាងគេគឺ size វាអាហ្នឹងគឺសំខាន់ខ្លាំងតែមិនអញ្ចឹងគឺយើងខាត់ sticker យើងដែលយើង print ចេញមកយកទៅកាត់ម៉ាស៊ីនអត់ត្រូវទេអាហ្នឹង Canon នឹងអញ្ចឹងយក size ត្រូវហើយ page setup ហ្នឹងដកអា tick កន្លែងនេះចេញ automatically reuse slide document ហ្នឹងហើយអូខេទៅហើយពេល print ហ្នឹងកន្លែងក្នុងបើ print តាម PDF នេះក៏យើងត្រូវមើលដែរបើវាដាក់ fit នេះកុំយកវាយក actual size អញ្ចឹងយើង print មកអញ្ចឹងយើងយកទៅកាត់ទៅវាត្រូវហើយអញ្ចឹងកន្លែងហ្នឹងគឺសំខាន់រៀងខ្លាំងតែអត់អញ្ចឹងទេគឺកាត់អត់ត្រូវទំហំទេ scan ចង្កាត់ scan អត់ត្រូវដែរ scan អត់បានហ្មងអញ្ចឹងមួយចំនួនគាត់តែភ្លេចហើយគាត់តែមកសួរ admin វិញអញ្ចឹងជារឿយគឺកន្លែងហ្នឹងគឺភាគច្រើនសឹងតែ 90% ហើយគឺមកពីកន្លែងហ្នឹងតែម្ដងយើងអត់បានមើលដោយសារតែគាត់គិតថា setting គាត់ត្រូវអស់ហើយតែតាមពិតពេលខ្លះកុំព្យូទ័រយើងវា auto update Windows driver របស់ printer យើងវា update ដែរអញ្ចឹងវា load ដាក់ tick មកវិញអញ្ចឹងទៅយើងអត់បានចាប់អារម្មណ៍មើលវាអញ្ចឹងមុននឹង print អាសា check មើលកន្លែងហ្នឹងកុំឲ្យខុសអូខេ